យើងសូមបង្ហាញពីខេត្តមួយដែលប្រជាជនកម្ពុជាដឹងថាជាខេត្តដែលមានភ្នំខ្ពស់ជាងគេនិងមានដើមត្នោតច្រើនជាងគេនៅស្រុកខ្មែរយើងនេះនោះគឺខេត្តកំពង់ស្ពឺខេត្តកំពង់ស្ពឺគឺជាខេត្តមួយដែលមានចម្ងាយត្រឹមតែ48គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងជាខេត្តមួយនៅចន្លោះរវាងភ្នំពេញនិងក្រុងព្រះសីហនុដែលជាខេត្តកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជាដូច្នេះហើយទើបខេត្តកំពង់ស្ពឺមានការអភិវឌ្ឍនិងរីកចម្រើនយ៉ាងខ្លាំងទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្មវិស័យឧស្សាហកម្មវិស័យអចលនទ្រព្យនិងវិស័យទេសចរណ៍ផងដែរកត្តាទាំងអស់នេះហើយទើបធ្វើឲ្យអ្នកវិនិយោគចាប់អារម្មណ៍ខេត្តកំពង់ស្ពឺយ៉ាងខ្លាំងបាននិយាយពីហេដ្ឋារចនាសម្ព័ន្ធខេត្តនេះមានផ្លូវដឹកជញ្ជូនយ៉ាងខ្លាំងបំផុតរបស់កម្ពុជាគឺផ្លូវជាតិលេខ4ឆ្ពោះទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុដែលរត់តែពិសេសជាងនេះទៅទៀតនោះខេត្តនេះត្រូវបានតភ្ជាប់ជាមួយផ្លូវថ្មីគឺផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តផ្លូវទៅតាមតំបន់ជនបទនិងផ្លូវទៅតំបន់ទេសចរផ្សេងៗសុទ្ធតែបានអភិវឌ្ឍបានយ៉ាងល្អប្រសើរនិងកំពុងអភិវឌ្ឍឲ្យកាន់តែល្អប្រសើរផងដែរចំពោះវិស័យឧស្សាហកម្មខេត្តកំពង់ស្ពឺមានរោងចក្រជាច្រើនកំពុងដំណើរការតួយ៉ាងដូចជាសួនឧស្សាហកម្ម500ហិកតារបស់ក្រុមហ៊ុន OCIC គម្រោងអភិវឌ្ឍឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេសប្រមាណ60ហិកតាព្រមទាំងរោងចក្រជាច្រើនទៀតផងចំពោះវិស័យឧស្សាហកម្មខេត្តនេះទទួលបានគម្រោងវិនិយោគដ៏ធំពីក្រុមហ៊ុនអភិវឌ្ឍកសិកម្មរបស់ប្រទេសសិង្ហបុរី HLH ដែលបានបោះទុនរហូតដល់$200លានផងដែរវិស័យអចលនទ្រព្យវិញខេត្តនេះទទួលបានការវិនិយោគក្នុងស្រុកនិងក្រៅស្រុកជាច្រើនរួមមានគម្រោងលំនៅឋានគម្រោងដីឡូលំនៅឋាននិងប្រភេទដីឡូលំហែជាប់ជើងភ្នំជាច្រើនផងដែរដូច្នេះហើយទើបតម្លៃដីធ្លីនៅខេត្តនេះបានកើនឡើងឥតឈប់ឈរវិស័យចុងក្រោយវិញមិនធម្មតាទេសម្រាប់ខេត្តនេះគឺវិស័យទេសចរណ៍ពិតមែនតែខេត្តកំពង់ស្ពឺមិនមានទន្លេនិងមិនជាប់សមុទ្រប៉ុន្តែខេត្តនេះសម្បូរដោយព្រៃភ្នំស្ទឹងបឹងបួនិងទឹកធ្លាក់ជាច្រើនផងដែរតួយ៉ាងដូចជាតំបន់ភ្នំជ្រាវទឹកធ្លាក់ចំបក់ជួរភ្នំអរ៉ាល់ភ្នំខ្នងផ្សាដែលជាតំបន់ឋានសួគ៌ធម្មជាតិកប់ក្នុងព្រៃភ្នំដ៏ធំបានក្លាយជាកន្លែងបោះតង់ដ៏ពេញនិយមរបស់យុវវ័យសប្តាហ៍ថ្ងៃនេះហើយតំបន់ទេសចរណ៍ចុងក្រោយនេះគឺពិសេសអស្ចារ្យជាងគេនោះគឺតំបន់ទេសចរណ៍ឧទ្យានជាតិគិរីរម្យសម្រាប់ព្រៃស្រល់ដ៏ធំអាកាសធាតុដ៏ត្រជាក់អមដោយអាប់និងពពកទឹកធ្លាក់ច្រើនកន្លែងបឹងស្អាតកន្លែងមើលព្រះអាទិត្យរះនិងលិចដ៏ស្រស់ស្អាតអស្ចារ្យទឹកគិរីរម្យត្រូវបានសម្ដេចតាព្រះបាទនរោត្តមសីហនុជ្រើសរើសធ្វើជាបូរីជូឡុងហើយសប្តាហ៍ថ្ងៃនេះបានក្លាយជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ការសម្រាកលំហែកាយបោះតង់របស់ប្រជាជនកម្ពុជាផងដែរជាក់ស្ដែងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅថ្មីនេះខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរយ៉ាងច្រើនរហូតដល់345,018 នាក់តាមការបង្ហាញចំណុចពិសេសខាងលើមកយើងឃើញថាវិស័យទាំងអស់នេះពិតជាបានធ្វើឲ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍឥតឈប់ឈរនិងកាន់តែពេញនិយមសម្រាប់វិស័យទេសចរណ៍ផងដែរ